អូខេបាទសួស្តីនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបកស្រាយឆ្លើយតបទៅនឹងសំណួរមួយដែលសួរថាតើការសមាហរណកម្មដោយដំឡើងពីក្របខ័ណ្ឌគោក្របខ័ណ្ឌខទៅក្របខ័ណ្ឌកហ្នឹងគេអនុវត្តដូចម្ដេចបាទសូមបញ្ជាក់ផងដែរថាការធ្វើបទបង្ហាញនេះខ្ញុំអត់មានអ្វីជាអំណះអំណាងហើយក៏មិនធានាថាត្រឹមត្រូវ 100% ដែរហើយក៏មានឆ្លោះបញ្ចាំងអំពីទស្សនៈរបស់អង្គភាពឬក៏ស្ថាប័នណាទេគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនប្រសិនបើខុសខ្ញុំសូមសិទ្ធិកែតម្រូវឡើងវិញបាទមុននឹងចូលដល់ខ្លឹមសារគោលដែលបញ្ជាក់ថាក្របខ័ណ្ឌគោក្របខ័ណ្ឌខឡើងទៅក្របខ័ណ្ឌកនឹងដោយវិធីណាហើយត្រូវស្ថិតនៅក្នុងជួរណាមួយហ្នឹងគឺខ្ញុំនិយាយ overview បន្តិចសិនតាក់ទងទៅនឹងប្រាក់បៀវត្សប្រចាំខែរបស់គ្រូបង្រៀនថាតើគេគណនាដូចម្ដេចយើងមើលនៅក្នុងជួរទី1គឺក្របខ័ណ្ឌកយើងមានមួយជួរបែបហ្នឹងទៅហើយជួរទី2របស់យើងគឺក្របខ័ណ្ឌខហើយជួរទី3ក្របខ័ណ្ឌគោនៅក្នុងនេះខ្ញុំចង់សង្កត់ធ្ងន់ទៅលើសន្ទុះនៃបៀវត្សបាទសន្ទុះនៃបៀវត្សឧបមាថាខ្ញុំយកក្របខ័ណ្ឌខចុះក្របខ័ណ្ឌខហ្នឹងគឺសន្ទុះបៀវត្សបើសិនតែគិតកម្មប្រាក់ខ34ខ34គាត់មានសន្ទុះបៀវត្ស300បាទប្រសិនបើគិតខ33គាត់មានសន្ទុះបៀវត្ស306អីទៅដាញ់រៀងរហូតមកប្រសិនបើគិតខ1កន្លែងនេះអញ្ចឹងសន្ទុះបៀវត្សរបស់គាត់គឺ470តើគេគណនាដូចម្ដេចទៅនៅក្នុងលេខសន្ទុះបៀវត្សនេះបាទខ្ញុំសរសេរចូលឧបមាថាខ្ញុំលើកឧទាហរណ៍មួយខ16ចុះខ្ញុំយកខ16យកមកឧទាហរណ៍អញ្ចឹងបុគ្គលិកម្នាក់គាត់មានកម្មប្រាក់ខ16អញ្ចឹងខ្ញុំដាក់ខ16ខ16នេះទី1ខ1នៅកន្លែងនេះបន្តមកទៀត6នៅកន្លែងនេះបាទយើងជាមើលសន្ទុះរបស់ខ16គឺ395អញ្ចឹងខ្ញុំសរសេរលេខ395នៅកន្លែងនេះ395បន្តមកទៀតតម្លៃសន្ទុះអញ្ចឹងឧបមាថាខ្ញុំគិតនេះគឺស្ថិតនៅក្នុងឆ្នាំ2024អញ្ចឹងនៅក្នុងឆ្នាំ2024សន្ទុះប្រាក់បៀវត្សរបស់មន្ត្រីរាជការជាគ្រូបង្រៀនហ្នឹងគឺមានចំនួន2630រៀលអញ្ចឹងខ្ញុំសរសេរលេខ2630រៀលនៅកន្លែងនេះ2630រៀលអូខេអញ្ចឹងយើងបានប្រាក់បៀវត្សមូលដ្ឋានរបស់គាត់គឺយើងយកចំនួនសន្ទុះគុណនឹងតម្លៃសន្ទុះទៅយើងឃើញប្រាក់បៀវត្សមូលដ្ឋានរបស់គាត់មានន័យថាគ្រូបង្រៀនដែលមានក្របខ័ណ្ឌខ16គាត់នឹងទទួលបានបៀវត្សមូលដ្ឋានគឺ1,388,850ក្នុងមួយខែអានឹងជាប្រាក់បៀវត្សមូលដ្ឋានរបស់គាត់ចុះប្រាក់ខែសរុបរបស់គាត់នឹងស្មើនឹងប៉ុន្មានមានន័យថាប្រាក់ខែសរុបគឺបៀវត្សមូលដ្ឋានបូកជាមួយនឹងបៀវត្សមុខងាររបស់គាត់គេហៅថាប្រាក់បំណាច់មុខងារណាអញ្ចឹងក្នុងនេះខ្ញុំមានបៀវត្សមុខងារជាឧទាហរណ៍ថាគាត់គ្រូមូលដ្ឋានគឺ840,000រៀលអញ្ចឹងខ្ញុំដាក់បៀវត្សមុខងារកន្លែងនេះ840,000រៀលអញ្ចឹងយើងបានប្រាក់បៀវត្សមូលដ្ឋានបូកនឹងបៀវត្សមុខងារហ្នឹងគឺបានជាប្រាក់បៀវត្សសរុបចំនួន1,878,850នេះជាប្រាក់បៀវត្សសរុបគឺបានពីការបូកបញ្ចូលគ្នាបៀវត្សមូលដ្ឋានបូកជាមួយនឹងបៀវត្សមុខងារឥឡូវឧបមាថាលោកគ្រូអ្នកគ្រូម្នាក់ហ្នឹងគាត់មានក្របខ័ណ្ឌខ16ហើយគាត់បានបំពេញការងារមានអតីតភាពការងារចាប់ពី30ឆ្នាំឡើងហើយគិតចូលនិវត្តន៍តើគិតនឹងទទួលបានប្រាក់ចំនួនប៉ុន្មានបាទអញ្ចឹងយើងមើលកន្លែងនេះកន្លែងភាគរយប្រសិនបើគិតមានអតីតភាព30ឆ្នាំលើគិតនឹងមានទទួលបានប្រាក់ 80% នៃបៀវត្សមូលដ្ឋាន 80% នៃបៀវត្សមូលដ្ឋានអញ្ចឹងខ្ញុំសរសេរនៅកន្លែងនេះ 80% នៃបៀវត្សមូលដ្ឋានរបស់គាត់80%អញ្ចឹង80%នេះគឺខ្ញុំបានមកពីបៀវត្សមូលដ្ឋានត្រង់បៀវត្សមូលដ្ឋាននេះស្មើ 100% ណា 80% មានន័យថា 80% នៃប្រាក់បៀវត្សមូលដ្ឋានរបស់គាត់ខ្ញុំលុបមុខងារនេះចេញតិចសិនអញ្ចឹងវាត្រូវបានចំនួនប៉ុណ្ណេះអញ្ចឹងត្រង់830,000នេះមិនមែនជា80% នៃប្រាក់ខែសរុបទេ830,000នេះគឺជាចំនួនទឹកលុយ 80% នៃបៀវត្សមូលដ្ឋានមានន័យថាគាត់លែងមានបៀវត្សមុខងារទៀតហើយនៅពេលគាត់ចូលនិវត្តន៍អូខេអញ្ចឹង overview ហ្នឹងគឺចប់ត្រឹមប៉ុណ្ណេះយើងចូលដល់ការដំឡើងក្របខ័ណ្ឌពីគោពីខឡើងទៅក្របខ័ណ្ឌកវិញគេឡើងដូចម្ដេច
ខ្ញុំឧទាហរណ៍មួយថាលោកគ្រូអ្នកគ្រូម្នាក់ហ្នឹងគាត់មានក្របខ័ណ្ឌដើមមកគាត់ឧទាហរណ៍ថាក្របខ័ណ្ឌដើមមកគាត់ក្របខ័ណ្ឌគោចុះខ្ញុំដាក់គោហើយនៅគោប្រហែលឧទាហរណ៍គាត់គោ1អញ្ចឹងថ្នាក់របស់គាត់គឺ1ហើយបន្តមកទៀតសន្ទស្សរបស់គាត់គឺ300កៅអញ្ចឹងខ្ញុំដាក់កន្លែងនេះ300កៅអញ្ចឹងលោកគ្រូម្នាក់ហ្នឹងគឺគាត់មានក្របខ័ណ្ឌជាគ្រូកម្រិតបឋមសិក្សាដែលមានកម្មប្រាក់គោ1សំទោសបាទគោ1នឹងដាក់គោ1ប៉ុណ្ណឹងហើយសន្ទស្សនៃវិវត្តគោ1របស់គាត់គឺ390បាទអញ្ចឹងខ្ញុំដាក់បែបនេះអញ្ចឹងដល់ពេលដែលគាត់ឡើងទៅក្របខ័ណ្ឌកគេគណនាដូចម្ដេចចឹងយើងត្រូវមើលសន្ទុះនៅក្នុងក្របខ័ណ្ឌកទោះនៅកន្លែងនេះគិតក1មែនតែគិតអត់អាចទៅជាក1បានទេដោយសារសន្ទុះកហ្នឹងគឺ400មានន័យថាលើសរបស់គិតច្រើនមែនទែនហើយសន្ទុះខអាចមានត្រូវខ្លះចឹងយើងផ្ទៀងផ្ទាត់ឥឡូវឧបមាថាគិតប៉ុណ្ណេះចុះ300កៅចឹងយើងមើលសន្ទុះនៃក្របខ័ណ្ឌកវិញមួយណាដែលប្រហាក់ប្រហែលនឹង300កៅប្រហាក់ប្រហែលឬលើសបើគិតបានក3 4អត់ទេដោយសារនឹងទាបពេកក3 3ក៏អត់ដែរទាបពេកក3 2អត់ដូចគ្នាក3 1ក៏អត់ដូចគ្នាដែរប្រហែលហ្នឹងតែ379ហើយគិតនេះ390អញ្ចឹងចូលដល់ក2 4បាទក2 4ក2 4នេះ394អញ្ចឹងគិតត្រូវបានកម្មប្រាក់ហ្នឹងត្រូវនៅចន្លោះនេះខ្ញុំ highlight ពើលឿងឲ្យស្រួលមើលអាចនៅចន្លោះនេះប្រសិនបើគិត390បើសិនគិតបានក31មានន័យថាទៀបវាគិតបាត់បង់អត្ថប្រយោជន៍ហើយអញ្ចឹងគេអត់ឲ្យគិតមកក31ទេធ្វើឲ្យគិតបាត់បង់អត្ថប្រយោជន៍អញ្ចឹងគេប្រកាសជាដាក់គិតនៅក24ប្រក24គិតបាន394គឺលើសសន្ទុះក្របខ័ណ្ឌដើមរបស់គិតអញ្ចឹងធ្វើឲ្យគិតទទួលបានអត្ថប្រយោជន៍មានន័យថាមិនឲ្យបាត់បង់អត្ថប្រយោជន៍អញ្ចឹងត្រូវកន្លែងនេះគិតត្រូវបានក្របខ័ណ្ឌក24បាទនេះជាក្របខ័ណ្ឌដែលគិតនឹងទទួលបានខ្ញុំឧទាហរណ៍មួយផ្សេងទៀតសម្រាប់គ្រូអនុវិទ្យាល័យឬក៏ក្របខ័ណ្ឌខដើម្បីយើងងាយស្រួលកន្លែងហ្នឹងយើងអាចថាយល់ទេណាខ្ញុំលុបវាចេញឧទាហរណ៍ថាគ្រូហ្នឹងគាត់មានក្របខ័ណ្ឌដើមមកគាត់ខប្រហែលចេះខ2ខ21ចុះខ21អញ្ចឹងខ្ញុំដាក់ខ21អញ្ចឹងខ21នេះយើងមើលខ21ត្រង់សន្ទុះនេះគឺបាន380អញ្ចឹងសន្ទុះរបស់ខ21នេះគឺ380ខ្ញុំសេលេខ380កន្លែងនេះយើងនៅពេលដែលគិតឡើងត្រូវក្របខ័ណ្ឌកទៅគិតនឹងត្រូវបានកប្រមាណហើយយើងឆែកមើលសន្ទុះនៅក្នុងក្របខ័ណ្ឌកមើលសន្ទុះណាដែលធ្វើឲ្យគិតមានបាត់បង់អត្ថប្រយោជន៍380បើសិនបើគិតនៅក31គិតបាត់បង់អត្ថប្រយោជន៍ហើយអញ្ចឹងគិតអាចត្រូវនៅក24គិតបាន394អញ្ចឹងវាលើសនៅសន្ទុះដើមរបស់គិតអញ្ចឹងគិតនឹងបាននៅក្របខ័ណ្ឌក2 4បាទនៅកន្លែងនេះក2 4អញ្ចឹងបើសិនបើលោកគ្រូអ្នកគ្រូមួយរូបដែលជាគ្រូក្របខ័ណ្ឌខ2 1គិតនឹងទទួលបាននៅក្របខ័ណ្ឌកទៅជាក2 4បាទនៅក្នុងក2 4នេះគិតបានសន្ទុះវិវត្ត394បាទ394អញ្ចឹងសេលេសាដើមនឹងវិញ394អញ្ចឹង394នេះនៅពេលដែលឥឡូវខ្ញុំគណនាប្រាក់វិវត្តរបស់គាត់ចុះនៅក្នុងក្របខ័ណ្ឌដើមមកគាត់ខ21អញ្ចឹងបើក្របខ័ណ្ឌដើមមកគាត់ខ21គាត់បានប្រាក់ខែចំនួនប៉ុន្មានហើយនៅពេលក្របខ័ណ្ឌដែលត្រូវធ្វើសមារណកម្មក24នឹងបានប៉ុន្មានអញ្ចឹងខ្ញុំសេថ្នាក់របស់គាត់បន្តិចខ2 1ហើយមួយទៀតពេលគាត់ឡើងទៅក2 4យើងគណនាសន្ទុះរបស់គាត់380អញ្ចឹងខ្ញុំដាក់380បន្តមកទៀតក្របខ័ណ្ឌករបស់គាត់សន្ទុះ394នេះខ្ញុំដាក់នៅឆ្នាំនេះដែរ2630អានឹងក៏ដូចគ្នាដែរនៅឆ្នាំ2024 2630ដូចគ្នាអញ្ចឹងប្រាក់ខែវិវត្តមូលដ្ឋានគាត់គឺខុសគ្នាឡើងពីមុនគាត់បាន990,000ឥឡូវបានឡើង1លានមានន័យថាគាត់ទទួលបានអត្ថប្រយោជន៍នៅពេលដែលក្រសួងធ្វើសមាហរណកម្មក្របខ័ណ្ឌខគោទៅជាក្របខ័ណ្ឌកចុះវិវត្តមុខងាររបស់គាត់បើកាលគាត់នៅជាគ្រូមូលដ្ឋានគាត់បានប៉ុណ្ណេះអញ្ចឹងខ្ញុំអត់ដឹងថានៅពេលដែលគេសមាហរណកម្មគាត់នៅតែមូលដ្ឋានដដែលហ្នឹងហើយអញ្ចឹង
ទោះក្របខ័ណ្ឌកតែនៅតែជាគ្រូមូលដ្ឋានដែរអញ្ចឹងគិតត្រូវបាន840000គេអាចដាក់នៅមូលដ្ឋានដដែលអត់អាចឡើងទៅឧត្តមទេពីព្រោះគាត់នៅតែកម្រិតមូលដ្ឋានទោះគិតក្របខ័ណ្ឌកក៏ដោយអញ្ចឹងដាក់840000ដដែលទៀត840000អញ្ចឹងដល់ពេលដែលប្រាក់បៀវត្សរបស់គាត់បានសរុបអង្កាលក្របខ័ណ្ឌចាស់របស់គាត់បានប្រាក់បៀវត្សសរុប1,83,94,400ដល់ពេលដែលគាត់បានលើក្របខ័ណ្ឌពីខមកកគាត់នឹងទទួលបាន1,87,6,220 អញ្ចឹងមានន័យថាឡើងក្បែរ3-40000ដែរ30000ជាងបាទអញ្ចឹងនេះគឺជាអត្ថប្រយោជន៍នៅពេលដែលធ្វើការសមារណកម្មពីក្របខ័ណ្ឌខនិងកមកក្របខ័ណ្ឌកដោយផ្អែកទៅលើសន្ទុះបាទអញ្ចឹងវីដេអូនេះអស់តែប៉ុណ្ណេះបាទសូមអរគុណ